ទៀតហើយពាក់ព័ន្ធនឹងផ្លូវតែម្ដងបាទលោកម៉ៅរស់ក៏បានបំភ្លឺយ៉ាងត្រឹមត្រូវและលោកសិទ្ធាប្រធានយុជិញនៅតានេះខលតែគាត់មិនឆ្លើយតបតែម្ដងជំវិញករណីនេះអង្គភាព TNM នៅតែផ្សាយដើម្បីឲ្យមានជំហររវាងសារព័ត៌មានហើយនឹងអ្នកបកស្រាយតែទោះយ៉ាងណានោះ TNM បានតាមដានយ៉ាងច្បាស់លាស់ថាឡានផ្ទុកលើកទម្ងន់នេះបើយោងទៅតាមតកង់ឡានឲ្យឯកសារថតឲ្យអង្គភាពសារព័ត៌មានយើងជាច្រើនសន្លឹកតែម្ដងឃើញថាលោកអាចមកផ្ទៀងផ្ទាត់រវាងឯកសារខ្ញុំដែលទទួលបានពីតកង់ឡាននោះដើម្បីធ្វើយ៉ាងម៉េចដើម្បីឲ្យមានទឹកតាងរវាងការអនុវត្តច្បាប់ហើយនឹងស្របនឹងពេលវេលាដែលរាជរដ្ឋាភិបាលកំពុងតែដោះស្រាយបញ្ហាព្រំដែនឯណោះចំពោះលោកទាំងពីរដែលជាម្ចាស់ជញ្ជីងនេះកំពុងតែខុបខិតជាមួយឈ្មួញតែម្ដងអរលោកលោកស្រីនាងកញ្ញាសូមស្ដាប់សហការីធ្វើសេចក្តីរាយការណ៍តែម្ដងសូមអរគុណបើយើងធ្វើដំណើរពីផ្លូវជាតិលេខ3ដល់ចំណុចផ្លូវបំបែកផ្លូវជាតិលេខ31ឆ្លងកាត់ភូមិសាស្ត្រស្រុកអង្គរជ័យរួចហួសទៅដល់ទីប្រជុំជនស្រុកទូកមាសយើងអាចក៏លេចឃើញផ្លូវទៅស្ថាបនាថ្មីដល់ខ្មៅរលឹករលោងនិងអាចគយគន់ទេសភាពស្រស់ស្រាយដល់ខៀវស្រងាត់នៅអមតាមដងផ្លូវរវល់តែលងនិងសម្រាប់ទេសភាពនៅតាមដងផ្លូវឥឡូវយើងមកដល់ផ្លូវវាងសាទូកមាសបាត់ទៅហើយនៅត្រង់ទីតាំងនេះយើងមើលឃើញផ្ទាំងទស្សនីយភាពធម្មជាតិនៃភ្នំទូកមាសដែលកំពុងតែភ្នែកមនុស្សម្នាទាំងពួងខណៈកំពុងធ្វើដំណើរឆ្លងកាត់ក្រៅពីសម្រស់ធម្មជាតិនិងផ្លូវដ៏ស្អាតនេះក្រុមការងារទូអនឡាញ TNM បានកត់សម្គាល់ឃើញថានៅលើដងផ្លូវនោះមានរថយន្តធំៗជាច្រើនគ្រឿងកំពុងដឹករ៉ែដឹកដីនៅខ្ទប់លើទម្ងន់រាប់សិបតោនកំពុងចរាចរយ៉ាងអនាធបត័យរថយន្តខ្លះកំពុងដឹកអាចដីចេញពីភ្នំត្រែងដែលស្ថិតនៅខាងក្រោយសាលាស្រុកអង្គរជ័យប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថាជារៀងរាល់ថ្ងៃមានរថយន្តធំរាប់សិបគ្រឿងសម្រាប់ដឹកដីយ៉ាងអនាធបត័យហើយហាក់គ្មានស្ថាប័នសមត្ថកិច្ចណាត្រួតពិនិត្យតតែសោះតាំងពីថ្ងៃទី12ខែមករាឆ្នាំ2026តាមរយៈប្រភពជញ្ជីងដែល TNM ទទួលបានជាច្រើនបងពីតែកង់ឡានដែលបានថប់ផ្ញើឲ្យឃើញថារថយន្តកង់10មានទម្ងន់ផ្ទុករហូតដល់27តោនឯណោះហើយរថយន្តកង់12មានទម្ងន់ផ្ទុករហូតដល់37តោនឯណោះជុំវិញករណីនេះដែរតើស្ថាប័នមានសមត្ថកិច្ចមានអ្វីបកស្រាយដែរឬទេស្របពេលដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់កិច្ចការចំនួនព្រំដែនជាមួយចៅសៀមបែរជាកັບមានភាពអនាធបត័យក្នុងការដឹកជញ្ជូនឆ្លងកាត់ផ្លូវខ្វាត់ខ្វែងអាចនាំឲ្យមានការខូចផ្លូវធ្ងន់ធ្ងរដោយសារការផ្ទប់លើទម្ងន់ផ្ទុយពីគោលការណ៍អនុញ្ញាតរបស់ក្រសួងពាក់ព័ន្ធកាលពីថ្ងៃសៅរ៍ទី24ខែមករាឆ្នាំ2026កន្លងទៅថ្មីនេះ TNM ក៏បានសាកសួរទៅកាន់ស្ថានីយ៍ជញ្ជីងតានេះផងដែរដោយលោកម៉ៅរស់អនុប្រធានស្ថានីយ៍បានប្រាប់ថារថយន្តទាំងនេះកំពុងដឹកជញ្ជូនត្រឹមត្រូវតាមស្តង់ដារប៉ុន្តែបើតាម TNM តាមដានយ៉ាងច្បាស់ការរថយន្តទាំងនេះកំពុងផ្ទុកលើទម្ងន់ចាក់ស្ដែងដោយដែលតែកង់ឡានថតបានរួចផ្ញើមក TNM យើងចំណែកលោកប្រធានស្ថានីយ៍ឈ្មោះសាក់ឆា TNM បានធ្វើការទំនាក់ទំនងជាច្រើនលើច្រើនសារប៉ុន្តែលោកមិនលើទូរស័ព្ទឆ្លើយទេជាមួយគ្នានេះដែរប្រភពច្បាស់ការពីប្រជាពលរដ្ឋដែលជាអ្នកធ្លាប់រកស៊ីឡានឈ្នួតនឹកបានប្រាប់ TNM ថាករណីប្រើប្រាស់ជញ្ជីងថ្លឹងមិនបានត្រឹមត្រូវតាមស្តង់ដារនោះទេបើដូច្នេះមែនបើទោះបីជាមានផ្លូវស្អាតរឹងមាំយ៉ាងណាក្តីគង់តែខ្ទេចខ្ទីដដែលទេជុំវិញករណីនេះដែរ TNM ក៏បានសេចក្តីបំភ្លឺពីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនដូចនេះថា1បាកក10ខ្ទប់27តោនលើតិចតួចចំនួនតាមច្បាប់ស្ថិតក្នុងកម្រិតអនុគ្រោះ2បាកក12ខ្ទប់37តោនគឺលើហើយចំនួនដែលលើត្រូវតែពិនិត្យតាមច្បាប់មហាជនកំពុងឆ្ងល់ថាតើស្ថានីយ៍ថ្លឹងរថយន្តតានីនេះកំពុងអនុវត្តតាមស្តង់ដាររបស់ក្រសួងណាឬមួយក៏មានការខុសកឹកគ្នាដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឬមួយជញ្ជីងនៅស្ថានីយ៍របស់លោកម៉ៅរស់ខុសពីជញ្ជីងនៅរោងចក្រស៊ីម៉ង់ជីម៉ុងតើលោកប្រធានសាខ្ចានិងលោកអនុប្រធានម៉ៅរស់គិតថាទូរទស្សន៍អនឡាញ TNM កំពុងផ្សាយបំភ្លៃការពិតខាងយើងខ្ញុំមានបងជញ្ជីងខ្លះៗដែលចេញពីរោងចក្រហើយតែកងណានបានថប់ផ្ញើមកឲ្យយើងខ្ញុំទៀតផងគួរឬពុំគួរ TNM រងចាំការបំភ្លឺរមាក់រដ្ឋបាលតាមរយៈលោកសាមរ៉ាចាងវ៉ាការផ្សាយលេខទូរស័ព្ទ012696069Fafa 007ជាជំរើសវេទិកាកំសាន្តដែលល្អបំផុតសម្រាប់លោកអ្នក Fafa 007ធំជាងគេល្អផ្ដាច់គេ